អភិបាលខេត្តកំពង់ចាមបានផ្ដល់ថវិកាទិញត្រីផលិតត្រីឆ្អើរឲ្យបាន3000ចង្កាក់ដើម្បីត្រៀមផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមឯកឧត្តមអ៊ុនចិន្តាលោកបានផ្ដល់ថវិកាទិញត្រីផលិតជាត្រីឆ្អើរឲ្យបាន3000ចង្កាក់ដើម្បីត្រៀមផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខការផ្ដល់ជូននេះខណៈដែលឯកឧត្តមដឹកនាំក្រុមការងារចុះពិនិត្យសហគមន៍ត្រីឆ្អើរកោះថ្មីរបស់អ្នកភូមិកោះថ្មីឃុំកោះស្ទឹងស្រុកកោះស្ទឹងខេត្តកំពង់ចាមដែលបានរួមគ្នាផលិតជាត្រីឆ្អើរនិងដាំបន្លែបង្ការផ្សេងៗដើម្បីត្រៀមផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខដែលកំពុងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃប្រជាពលរដ្ឋដែលរស់នៅភូមិកោះថ្មីនេះបានបង្ហាញអារម្មណ៍សប្បាយរីករាយនៅក្នុងការចូលរួមធ្វើត្រីឆ្អើរគឺដោយយកត្រីស្លឹកឫស្សីឬត្រីរៀលមកធ្វើដែលប្រជានេសាទបានពីទន្លេមេគង្គនៅក្នុងគោលដៅផលិតត្រីឆ្អើរយកទៅផ្ដល់ជូនកងកម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជាយើងតំណាងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកោះថ្មីឃុំកោះស្ទឹងបានថ្លែងអំណរគុណដល់ឯកឧត្តមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមដែលបានផ្ដួចផ្ដើមចងក្រងជាសហគមន៍ត្រីឆ្អើរនិងបានផ្ដល់ថវិកាទិញត្រីផលិតជាត្រីឆ្អើរផ្ដល់ជូនដល់កងទ័ពនេះគឺបង្ហាញឲ្យឃើញថាកម្លាំងសាមគ្គីជួរក្រោយនៅតែលើកទឹកចិត្តទាំងថវិកាស្បៀងអាហារថ្នាំសង្កូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ផ្សេងៗនៅក្នុងការផ្ដល់ជូនដល់កងទ័ពខ្មែរយើងដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃនៅក្នុងការចុះពិនិត្យនិងសំណេះសំណាលជាមួយនឹងបងប្អូនជាពលរដ្ឋដែលរស់នៅភូមិកោះថ្មីនេះដែរអាដាមអ៊ុនចិន្តាអភិបាលខេត្តកំពង់ចាមលោកបានចងក្រងឲ្យអ្នកភូមិនៅតំបន់នេះបង្កើតជាសហគមន៍ត្រីឆ្អើរដោយបានដាក់ឈ្មោះថាសហគមន៍ត្រីឆ្អើរកោះថ្មីដោយមើលឃើញពីសក្តានុពលនៅតំបន់នេះជាប់នឹងដងទន្លេមេគង្គសម្បូរត្រីនិងអ្នកភូមិសាមគ្គីភាពគ្នាល្អទៀតផងជាមួយគ្នានោះអាដាមអ៊ុនចិន្តាអភិបាលខេត្តលោកក៏បានផ្ដល់ថវិកាដើម្បីទិញត្រីផលិតត្រីឆ្អើរចំនួន3000ចង្កាក់ដើម្បីត្រៀមផ្ដល់ជូនដល់វីរៈកងទ័ពជួរមុខដែលបាននឹងកំពុងខិតខំការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃយ៉ាងអង់អាចក្លាហានមោះមុតប្រឆាំងនឹងសត្រូវឈ្លានពានប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិនាងខ្ញុំអែមហៀងធ្វើសេចក្តីរាយការណ៍ពីខេត្តកំពង់ចាម